រថយន្តដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិកមកដល់ប្រទេសកម្ពុជាដំបូងគេដែលមានឈ្មោះថា Ram 1500 OHO បើគិតទៅនេះគឺជារថយន្តដំបូងគេមហាកម្លាំងជាងគេនៅស្រុកខ្មែរដែលប្រើប្រាស់ម៉ាស៊ីន 3.0 លីត្រ Huracan HO Twin Turbo V6 បងប្អូនពិតជាមិនធម្មតាមែនបងប្អូន Huracan នេះមានន័យថាខ្យល់ព្យុះណាហើយ Twin Turbo ទៀតគឺស្រូបខ្យល់ខ្លាំងមែនទែនតែម្ដងចូលក្នុងម៉ាស៊ីនដែលធ្វើឲ្យរថយន្តនេះមានកម្លាំងរឹតតែខ្លាំងតែម្ដងទោះបីជាម៉ាស៊ីនតូចក៏ដោយដែលម៉ាស៊ីនអាចផលិតកម្លាំងបាន540សេសនិងកម្លាំងរមួលបាន521 pound feet និងមានប្រអប់លេខ8វគ្គអូតូអាចប្រើប្រាស់ល្បឿនបានពី0គីឡូម៉ែត្រទៅ100គីឡូម៉ែត្រចំណាយត្រឹមតែ 4.6 វិនាទីតែប៉ុណ្ណោះអាចនិយាយបានថាកម្លាំងនេះខ្លាំងជាងរថយន្ត Ford F150 Raptor មួយចំនួនទៀតបើយើងនិយាយអំពីផាសុកភាពក៏ដូចជាភាពទំនើបនៃរថយន្តក៏លើសពីរថយន្ត Pick up មួយចំនួនផងដែររថយន្តគឺមានដំបូលបើក2ជាន់អ្វីដែលតែពិសេសដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺមានកៅអីម៉ាស្សាផ្នែកខាងមុខទៀតបងប្អូនតែនេះគឺជារថយន្ត Pick up ដំបូងគេហើយដែលខ្ញុំឃើញមានកៅអីម៉ាស្សាផ្នែកខាងមុខនេះហើយក៏មានការភ្ជាប់ជាមួយនឹង slide counter ផងដែរបើយើងនិយាយអំពីស្បែក interior ខាងក្នុងបងប្អូនគឺប្រើប្រាស់ជាមួយនឹងស្បែកកាំញ៉ៃដែលមើលទៅស័ក្តិសមជាមួយនឹងរថយន្តទំនើបហើយផាសុកភាពខ្លាំងមែនទែនអ្វីដែលពិសេសនោះគឺខ្ញុំឃើញមាន screen digital នៅផ្នែកអ្នករួមដំណើរទៀតដែលមើលទៅគួរឲ្យចាប់អារម្មណ៍ដែររីឯឈ្នាន់ហ្វ្រាំងនិងហ្គាយើងអាចសេរីវាខ្ពស់បានឬក៏ទាបបានផងដែរវាពិសេសមែនទែនសម្រាប់បងប្អូននារីដែលប្រើប្រាស់រថយន្តខ្ពស់ហើយធំបែបនេះបើយើងនិយាយអំពីរូបរាង DNA របស់រថយន្ត Ram គឺមិនចោលទេបងប្អូនភាពអំណាចនៃរថយន្តដែលមានអំពូលទូចៗនៅខាងលើក៏ដូចជា hood យ៉ាងធំមែនទែនទាំងរូបរាងខាងមុខនិងក្លុបខាងក្រោយគឺសមទាំងរូបសមទាំងរាងតែម្ដងរីឯតម្លៃរបស់រថយន្តនេះគឺមានតម្លៃ$159,000ណោះបងប្អូនតើបងប្អូនគិតយ៉ាងណាដែរចំពោះរថយន្ត Ram 1500 OHO នេះរថយន្តនេះខ្ញុំមិនបាននិយាយលម្អិតទេសង្ឃឹមថាវីដេអូក្រោយខ្ញុំនឹងបានប៉ះពាល់ផ្ទាល់ក៏ដូចជាបើកបោផ្ទាល់តែម្ដងនឹងធ្វើវីដេអូចែករំលែកទៅដល់បងប្អូនបន្តទៀតសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ